សួស្តីបងប្អូនឥឡូវខ្ញុំកំពុងនៅបរិយាលេងបត្រា 6A ដោយសារម្សិលមិញខាងបរិយាគេតែហៅយើងឲ្យមកបរិយាភ្លាមអញ្ចឹងព័ត៌មានប្រហែលជាយើងត្រូវបានទទួលសោនៅថ្ងៃហ្នឹងព្រោះឥឡូវខ្ញុំមកដល់គេឲ្យសោផ្ទះ VM 108ផ្ទះខ្ញុំឡាតូលដែលយើងទិញនៅក្នុងគម្រោងទី2សម្បត្តិយើងទិញនៅគម្រោងទី3តែដោយសារតែទិញរយៈពេល3ឆ្នាំហើយក៏អត់ទាន់បានផ្ទះក៏យើងសម្រេចចិត្តបដូរមកគម្រោងថ្មីដែលយើងឃើញដីនឹងផ្ទះរបស់យើងហ្មងហើយក៏យើងសម្រេចចិត្តបដូរមកហ្នឹងហើយយើងថែមលុយគេវិញដោយសារនេះផ្ទះនេះគៀកនឹងផ្លូវធំហើយឆាប់ទទួលបានផ្ទះបើយើងចាំយកគម្រោងទី3នេះគឺអត់បានទេអញ្ចឹងគឺសម្រេចចិត្តដូរមកគឺយើងបន្តកុងត្រាពីអាចាស់មកដល់ថ្មីនេះវាចូល5ឆ្នាំទៀតហើយឥឡូវនេះវាថ្ងៃហ្នឹងថ្ងៃ22ខែ8 2026យើងត្រូវបញ្ចប់កុងត្រាថ្មីនេះនៅចុងឆ្នាំអញ្ចឹងយើងទទួលបានផ្ទះមុនឥឡូវហ្នឹងខ្ញុំត្រូវទៅមើលផ្ទះសិនទៅមើលគុណភាពផ្ទះហើយយើងទៅចាក់សោឆ្អីហ្នឹងដែលគេហៅមកហ្នឹងអញ្ចឹងការរងចាំរបស់យើងអត់ខំម្ដងទេប្រហែលជាត្រូវទទួលបានថ្ងៃហ្នឹងហើយក៏រយៈពេលយូរមានទេចុះនេះគេដាក់ចូលទៅត្រង់បានបត់គេដាក់ទៅអានេះបឡោះទៅណយពេលដល់ម៉ៃនេះហើយយូរនេះធុកនេះគេទេតបោនេះនេះគេខលលយនេះតបោនេះស្អាតហើយទាំងមួយទំធ្វើម្នាក់ឯងទៅខាងកាពីវបាត់នេះតែនេះអត់បងលុយតែនេះអត់បងលុយអញ្ចឹងគេអត់ធ្វើឲ្យបងលុយគេធ្វើឲ្យតែសិតទទួលឲ្យអស់ហើយគេមកដល់បិទខ្លែងអ៊ីនធឺណិតអស់ហើយពួកអ៊ីនធឺណិតយកផ្លាកមកចងពេញប្រកាន់ដៃអូនេះគេមិននៅទេតានេះដល់នេះអីនេះតបងលុយអាឆ្វេងពេញនេះខាងនេះគេមិននៅនេះម្ចាស់ទេនេះគេធ្វើលបងស្អាតនេះពេលខាងនេះយ៉ាងឡងអូនេះសល់ធំណានេះផ្ទះមន់អងឯងហើយឃើញផ្ទះមានមន់ហ្នឹងគេមិនតន់យកមកយើងនេះជាផ្លូវទី3ហ៎តែខាងយ៉ាងនេះណាអានេះទី1នេះទីបងខុសទី3ទី2វាចំណេញតែថ្លៃពេលមកខាងនេះចង់វិញនេះ3ហ៎នេះមែនទេអូមែនទេមុខនេះទី3ទៅនេះអីយ៉ាមានលបងលយទៀតបកគោភ្លើងអីចាក់បេតុងអែមហ្មងនៅលេខនេះឃើញឡើងយូរឥឡូវទៅធ្វើតទៀតនៅលេខ108តិចនៅម្ដុំហ្នឹងនោះគេចងកញ្ចក់ឲ្យយើងចឹងអត់ឃើញអត់នោះអូ112ផ្ទះគាត់មិន112ផ្ទះពូមិញគាត់ជួយនេះ110នេះ108គាត់ថាម្លងមកផ្ទះគាត់ថាគាត់មកផ្ទះ110អត់ឃើញមក108គាត់ថា110អត់ទាន់ឃើញមកគាត់និយាយចឹងចាក់សោផ្ទះចាក់សោផ្ទះដំបងចាតាយើងចូលជាន់តិចសិនរួចរាល់នេះហើយអស់លីងរៀបចំឲ្យអស់ឡើងប៉ុណ្ណាណៃនេះប្រកាន់ដៃនេះទ្វារនេះតឹងទ្វារនេះបើកអត់ហងប្រហែលដល់1ម៉ែត្រទៅស៊ីលបងអីអស់ហើយបានប្រហែល7ទឹកបានទេកាផ្ទះគំរូ1ម៉ែត្រហើយយើងដាក់អីវ៉ាន់គេអស់ហើយហ្នឹងហើយវាគេនឹងសងខាងទៅម៉ែមើលណាគេសងខាងមានទឹកបាត់ហើយគេបិទទឹកហ្នឹងសង្ស័យបិទទឹកបិទភ្លើងសុកទឹកធ្វើឲ្យមិនថ្មីនេះមកទូវាលយឲ្យមើលអានេះមើលលេងកន្លែងលេងចានគេលេងដៃទូចញ៉ែទូចមើលលើទឹកសិនចាំយកឡានចូលផ្ទះថ្មីអានបកផ្ទះថ្មីអានបកនេះស្អាតតានេះការងារស្អាតណាំគេឡើងភ្លឹម
cái tụm nít thông nhưng cái tụm mộc á tụm tắc không ta anh đi tôi chưa ngà thôi không chứ là như vậy không thờ phải tập à anh đi không chứ khỏi cái đó tới ra khỏi không chứ làm luôn anh đây cái chói xa ôi ở toàn chụp đó này nơi lại cái này đây ba người lại tụi nhiều thông nhiều tệ ô ok lấy dương đó tia dương hao bắt đầu bị chập ram xong đi chỉ tăng bị khai pram khai buôn khai pram máu lỡ ba đôi rồi một rồi ấy thì cái hai dương mà mưa tia chạ sao hay từ từ tia ok cái đài đưa ra nhưng thời thư tập bộ hàng lừa nó hay nó lại đã lan khăn khổ đã còn cái thời thư tập bộ bây giờ đã lan cho không tay của ngắt đó con mình kiên đấy đi sao ta tình lý mưa tây ở nơi xuống một kẹt nhưng mấy tranh mưa khẽ kìa đã lan cho tem hello ghét mày đã lan cho lơ sạch ta chẹt rồi chẹt lan miếng sò chùm hiên song khang hay khang khối mà chôm té nó phải chia bầm mũi bao tắc ban mày đấy ban mày nó đã làm cho tiền mình đỡ mình là mồm xa điện đã mờ tiền trúng châu bị chùm hiên khang này tới sạch chi ăn cái thơ sạch là biệt khởm tại đây chụp lại đấy á mình đi cua được sắm át đây hay làm bấy cả mọi stiệt tắc thờ mình tròn tắc hầu của tay trong tế tập châu tê hay hả ok bị bật bay bị bật anh thoát sâu rồi mình sai plơ để tập vô tập mà nơi cái đá plơ cái vô tóc đến nơi chèn này ấy nơi cái đá plơ nhân viên mà trồng hiên đàm chơi này tắm bất dân phải cặp đàm nâng tránh hay dân ở đạn khẽ cả là bình mà một nó hay dân đạn là này bình có mắt thấy từ bộ lời được một hay khả năng dân ảnh bật thủy chất dân thơ
ទ្វារចូលផ្ទះនៅចំកន្លែងហ្នឹងយកមកហើយខាងក្នុងនេះកន្លែងទូភ្ញៀវខាងក្នុងនោះក៏កន្លែងទូភ្ញៀវដែរបានទលាយមកធ្វើចេះខាងក្នុងផ្ទះរៀបទូដាក់ឡានទៅសងធំដែរសងស្កាប៉ុណ្ណាណាអូខេអញ្ចឹងវីដេអូរបស់យើងមានប៉ុណ្ណឹងសម្រាប់ថ្ងៃហ្នឹងចាំមើលបន្ទាប់ខ្ញុំមើលខ្ញុំត្រឡប់ទៅខាង office គេវិញបើសិនជាមានព័ត៌មានអីមិនថាត្រូវតែប្រកួតផ្ទះថ្ងៃហ្នឹងមកហើយយ៉ាងម៉េចទៀតខ្ញុំនឹងអាប់ដេតប្រាប់តែគ្រាន់ថាជាក់ស្ដែងគឺជួ VM ហ្នឹងគឺហើយ95% ឯងសល់ផ្ទះមួយចំនួនដែលអត់សង់ហើយតែសម្រាប់ផ្ទះខ្ញុំគឺ 100% ឯងវានៅមាន defect តិចតួចតែអត់ដឹងថាគេជួសជុលធ្វើយើងអត់ឬក៏យើងទទួលតែអញ្ចឹងណាយើងនឹងចាប់ defect យើងមើលទៀតប្រហែលជាអាចបញ្ជូរជាងនឹងទៀតយើងតាមជាក់ស្ដែងដោយសារយើងចាំយូរដែរខ្ជិលមកវែងឆ្ងាយច្រើននេះជាទស្សនភាពនៅក្នុងបរិយាលេខនវត្រាកម្រង 6A នៅពីមុខកន្លែងការិយាល័យលក់របស់បរិយាលេខនវត្រាតែម្ដងមានមនុស្សមកច្រើននៅក្នុងសប្តាហ៍នេះដោយសារបរិយាបានកសាងហៅមកទទួលផ្ទះនិងមើលផ្ទះហើយយើងនិយាយពីលក្ខខណ្ឌមួយចំនួនដូចខ្ញុំនិយាយខាងលើចឹងហើយយើងឃើញប្រកបដំណើរការល្អក៏យើងសប្បាយចិត្តដែរព្រោះផ្ទះយើងនៅក្នុងហ្នឹងអញ្ចឹងយើងចង់ឲ្យឃើញមានមនុស្សអ៊ូអរច្រើនយើងមានអ្នកជិតខាងយើងមានអ្នកលក់ដូររកពីអ្នកនៅច្រើនហ្នឹងល្អអូខេហ្នឹងហើយតពីរឿងមិញដែលគេឲ្យមើលផ្ទះមើលអីហើយហ្នឹងហើយបន្តមកទៀតគេឲ្យយើងត្រឹមឲ្យទៅលើឯកសារមួយចំនួនដែលខាងក្រសួងគេរៀបចំឲ្យដូចជាយើងស្ម័គ្រចិត្តដោយលក្ខខណ្ឌការទទួលយកផ្ទះរបស់យើងហើយទី2ទៀតគឺយើងស្ម័គ្រចិត្តលុបចោលនៅលក្ខខណ្ឌកាតព្វកិច្ចដូចជាសំណងនិងសហគមន៍នានាដែលបានចងនៅកិច្ចសន្យាដែលយើងទិញជាមួយនឹងបរិយាកាសពីដំបូងអូខេហើយទី3ក្រោយពេលទទួលយកផ្ទះខាងលើផ្ទះរបស់យើងហ្នឹងបន្ទុកក្នុងការបោះសម្អាតនិងការជួសជុលការថែទាំជាបន្ទុករបស់ម្ចាស់ផ្ទះអត់ជាប់ពាក់ព័ន្ធជាមួយនឹងក្រសួងទៀតទេកន្លែងនេះយើងមានបញ្ហាតិចតួចដែលយើងត្រូវតែចែកគ្នាជាមួយក្រសួងហើយនិងបរិយាតែគាត់ថាអ្វីដែលយើងទទួលបានគឺផ្ទះហើយជាចំណុចដែលចង់បានណាចំពោះសំណងដែលក្នុងការយឺតយ៉ាវក្នុងការសង់ផ្ទះគឺអត់បានទេហើយមួយទៀតចំពោះធានារយៈពេល4ឆ្នាំដែលយើងចង់ក្នុងកុងត្រាក៏មានដែរយើងត្រូវទទួលខុសត្រូវខ្លួនឯងហើយពីក្រសួងណាគាត់ទទួលយកការងារបន្តពីបរិយាហើយសង់ផ្ទះយើងហើយប្រកបយើងហ្នឹងក៏គាត់អត់មានទទួលយកដែរហ្នឹងហើយអញ្ចឹងដោយអ្វីដែលគេបានប្រាប់ហើយនឹងគេបានសរសេរគឺយើងទទួលយកទៅជាជាងយើងនៅតវ៉ានៅប្រកែកគេទៀតព្រោះអ្វីយើងចង់បានគឺចង់បានផ្ទះយើងរងចាំយូរហើយចូល5ឆ្នាំហើយដោយសារខ្ញុំទិញនៅគម្រោងទី3រយៈពេល3ឆ្នាំហើយចាក់តែមកដល់ឥឡូវហ្នឹងអត់ទាន់ចាក់ដីទេគម្រោងទី3ហ្នឹងក៏សម្រេចចិត្តការដាច់កុងត្រាមុនទី1ហ្នឹងក៏សម្រេចចិត្តដូរមកគម្រោងទី2វិញដែលយើងឃើញដីយើងឃើញផ្ទះរបស់យើងស្រាប់តែត្រូវថែមលើរាคาថ្លៃជាងគម្រោងយើងទិញអូខេឥឡូវហ្នឹង2ឆ្នាំក្រោយមកទៀតហើយមកដល់ខែ8នេះគឺយើងបានទទួលបានផ្ទះហើយសង់ផ្ទះយើងហើយអស់ហើយដោយក្រសួងជាអ្នកទទួលត្រូវហើយដោះស្រាយឲ្យអតិថិជនចំនួន100គេអញ្ចឹងខ្ញុំគិតថាល្អចំណុចខ្វះខាតមួយចំនួនដែលយើងត្រូវផ្សេងគ្នាឬក៏យើងត្រូវជួបគ្នាក៏យើងអាចទៅនិយាយគ្នាឲ្យទៅតែនេះគឺយើងនៅតែទទួលយកដែរចំពោះដោះស្រាយហ្នឹងហើយនឹងការដែលជាប់ទឹកជាប់ភ្លើងគឺយើងត្រូវជាប់ទឹកភ្លើងនៅខ្លួនឯងសម្រាប់ផ្ទះរបស់យើងហ្នឹងណាអូខេហ្នឹងហើយអរគុណច្រើនចាំជួបគ្នានៅវីដេអូក្រោយទៀតបើសិនជាមានអីអាប់ដេតជាមួយផ្ទះហ្នឹងហើយយើងនឹងមានគម្រោងកែមួយចំនួនដែរនៅខាងក្នុងនិងខាងក្រៅផ្ទះតែគាត់ថាជាក់ស្ដែងអត់ទាន់មានផ្លែនឹងការដែលយើងយូរមកនៅទៅដោយសារស្ងាត់អត់ទាន់មានម្លេចមកនៅទឹកហើយគឺយើងអត់ស្វាប់ទៀតដែរចាំមើលមួយរយៈទៀតសិនតែបើសិនជាអាចមានលុយមានអីយើងអាចមករៀបចំបោះសម្អាតឬក៏ឌីកឲ្យបដាបដាអញ្ចឹងទៅក៏ទុកផ្ទះយើងចោលដែរអូខេអរគុណច្រើនហើយក៏អរគុណក្រសួងដើម្បីដែលជួយ
ដោះស្រាយហើយជួយសង់ពន្លឿនការងារឲ្យប្រជាជនឲ្យបានទូទាំងគ្រប់គ្នាកុំឲ្យមានការទៀតទៀតជាដំណោះស្រាយល្អហើយជាគេហៅស្រាយឆេះឈ្នះដើម្បីឈ្នះទាំងអស់គ្នាហើយកុំឲ្យប្រជាជនបាក់ចិត្តហើយហងហើយនៅក្នុងប្រូនេះក៏មានផ្ទះសង់ខោច្រើនទាំងល្វែងទាំងវិឡាតាំងពីដើមទីដល់ចុងទីហើយមានមនុស្សនៅច្រើនតែប្រចាំគឺនៅផ្ទះល្វែងវិឡាគឺអត់ទាន់ទៅមានច្រើនទេចាំប្រហែលជាមួយឆ្នាំទៀតមនុស្សនឹងនៅច្រើនអ៊ូអរតាំងពីដើមទីដល់ចុងទីហ្នឹងទៅចឹងយើងអាចរស់នៅបានហើយដូចជាទីក្រុងមួយចឹងមានហាងមានហាងម្ហូបមានហាងលក់ជ្រចាប់ព្រួយមានគ្រឿងសំណង់vậyចឹងទៅអាចរស់នៅបានហើយអ៊ីនធឺណិត Wi-Fi ក៏ខ្សោយយ៉ាងសេវាទូរស័ព្ទបើអ៊ីនធឺណិតមានដូចជាមេកុងណេតចូលមកដល់ហើយហ្នឹងហើយចឹងយើងត្រូវភ្ជាប់អ៊ីនធឺណិតយើងត្រូវទិញគ្រឿងតុបតែងដាក់កាពិកប៉ុកដូចផ្ទះរបស់យើងដាក់កាមេរ៉ាអីហ្នឹងហើយអូខេល្អហើយសប្បាយចិត្តសម្រាប់ព័ត៌មានហើយដែលយើងរងចាំយូរយើងឃើញផ្ទះរបស់យើងអញ្ចឹងអរគុណច្រើនជួបគ្នានៅរកខាងទៀតបាយ